Ok trong video này dương riêng vì comment chứ commentនៅក្នុង HTML ថាគឺជាបន្ទាត់កូដដែលមិនត្រូវបានបង្ហាញការ not execute ដែលមិនត្រូវបានបង្ហាញនៅលើគេហទំព័រហើយត្រូវបានប្រើសម្រាប់បន្ថែមកំណត់ចំណាំឬការពន្យល់ចឹងវាជាការអនុវត្តល្អក្នុងការបន្ថែម comment ទៅក្នុងកូដ HTML របស់អ្នកជាពិសេសនៅក្នុងឯកសារដែលមានភាពស្មុគស្មាញដើម្បីបង្ហាញពីផ្នែកនីមួយៗនៃឯកសារនិងកំណត់ចំណាំផ្សេងៗសម្រាប់អ្នកណាក៏ដោយដែលមើលកូដ HTML នោះចឹង HTML comment ត្រូវបានមើលរំលងទាំងស្រុងដោយ web browser ដូច្នេះវាមិនមានឥទ្ធិពលលើរបៀបបង្ហាញឬក៏ការដំណើរការរបស់ទំព័រ web របស់អ្នកឡើយចឹង HTML comment ជួយឲ្យអ្នកនិងអ្នកដទៃយល់ពីកូដរបស់អ្នកបានងាយស្រួលនិងបង្កើតភាពងាយអានកូដ readability របស់កូដហើយវាត្រូវបានដាក់នៅក្នុងចន្លោះ text របស់យើងគឺយើងប្រើសញ្ញាតូចទៀនហើយត្រេពីរដងហើយកន្លែងចុច3គ្រាប់នេះគឺជាកន្លែងដែលយើងត្រូវធ្វើការសរសេរនៅពាក្យ comment ឬក៏ពាក្យចំណាំផ្សេងៗចឹងដូច្នេះមាតិកាណាមួយដែលដាក់នៅក្នុង text នេះនឹងត្រូវបានចាត់ទុកថាជា comment ហើយនឹងត្រូវបាន browser មើលរំលងទាំងស្រុងចឹងនៅពេលដែលយើងសរសេរទៅគឺវាអត់ដំណើរការភាសាដែលយើងសរសេរនៅកន្លែងចុចនេះទេចឹងមានន័យថាវាគឺជា comment ចឹង comment និយាយរួមទៅគឺជាពាក្យអត្ថាធិប្បាយឬក៏ពាក្យដែលគេ note ចំណាំនៅត្រង់កន្លែងណាមួយនៃកូដរបស់យើងណាហើយ comment នឹងដែរគឺវាអត់ត្រូវបានexecute ទេអូខេឥឡូវយើងមកមើលកូដរបស់យើងវិញអូខេចឹងខ្ញុំមាន sample code មួយដែលនិយាយអំពី comment ចឹងនៅក្នុងនេះគឺយើងតែងតែឃើញពាក្យថា doctype នេះដែរគឺជា version របស់ HTML អូខេហើយបន្តមកទៀតយើងឃើញ structure របស់ HTML ណាយើងមានបើក HTML tag បើក head tag បិទ tag បើក body បិទ body ក៏ដូចជាបិទ HTML ផងដែរអូខេចឹងនៅក្នុង head របស់យើងគឺមាន title tag ដែល title របស់យើងដាក់ថា HTML comment example អូខេចឹងពាក្យហ្នឹងគឺវាត្រូវបានបង្ហាញនៅខាងលើគេនៃ web browser របស់យើងអូខេហើយបន្តមកទៀតយើងឃើញនេះគឺជា comment យើងឃើញមានសញ្ញាតូចទៀនហើយត្រេពីរដងហើយគេដាក់ថា this is a comment ហើយបន្តមកទៀតយើងបិទ text នោះមកវិញអញ្ចឹងយើងត្រេពីរដងហើយយើងបិទសញ្ញាធំមកវិញមកអូខេអញ្ចឹងកាលណាយើងសរសេរបែបនេះបន្ទាត់មួយនឹងខ្លាចទៅជា comment ហើយវាអត់ត្រូវបានបង្ហាញមកលើ web browser របស់យើងទេដោយសារតែអក្សរហ្នឹងគឺអត់ត្រូវបាន execute ឡើយអូខេហើយបន្តមកទៀតយើងមាន heading 1ដែលជាថាចំណងជើង title ធំរបស់យើងគេដាក់ថា welcome to my website ហើយបន្តមកទៀតគេធ្វើការបិទនៅ heading 1មកវិញអូខេហើយបន្តមកទៀតនេះគឺជា comment ដូចគ្នាយើងឃើញសញ្ញាតូចហើយឧទាហរណ៍ tray 2ហ្នឹងចឹងគេថា this section is for the introduction តមកទៀតយើងបិទ check comment របស់យើងមកគឺ tray 2ដងបិទសញ្ញាធំមកណាចឹងមកជួរហ្នឹងក៏អត់បង្ហាញដែរណាដោយសារតែវាជា comment ទេគេចង់ប្រាប់យើងថាវាគឺជាផ្នែកទី2ដែលជាការណែនាំទេចឹងនៅក្នុងនោះគឺគេមាន paragraph មួយចឹងគេដាក់ text P គេថា this is a paragraph on the web page ហើយបន្តមកទៀតគឺយើងបិទនៅ slash P មកវិញចឹងគឺវានឹងបង្ហាញជា paragraph ជាកថាខណ្ឌដែលបង្ហាញថា clear ហ្នឹងគឺវាបង្ហាញនៅលើ web page អូខេហើយមួយទៀតគឺវាមាន comment 2នៅខាងក្រោមទៀតចឹង comment នេះគ្រាន់តែជា comment ចោលគឺគេអត់បានមកបង្ហាញទេចឹងនៅខាងនេះគេបើក comment មួយមកគឺយើងបើកញ៉ាំតូចទៀនហើយ tray ពីរដង the line below is high from browser ហើយយើងបិទ text មកវិញមកចឹងមានថាបន្ទាត់ហ្នឹងនៅខាងក្រោមហ្នឹងគឺអត់ត្រូវបានបង្ហាញទៅលើ browser ទេណាអូខេហើយ comment មួយទៀតគឺគេមាន paragraph P នៅខាងក្នុងចឹងគេថា this is text will not appear on the web page ហើយគេបិទ slash P ហើយគេបិទ comment មកចឹងកាលណាយើង comment បែបនេះចឹងអ្វីដែលនៅខាងក្នុងហ្នឹងគឺខ្លាចជា comment ដែរចឹងគេថា text ហ្នឹងគឺវាអត់បង្ហាញទៅលើ web page ទេសិនបើយើងដាក់ comment ក្តោបនៅ paragraph បែបនេះណាអូខេអញ្ចឹងពេលដែលចប់គឺយើងឃើញមានបិទ body tag ក៏ដូចជា HTML tag
ok ឥឡូវយើងមកមើលលទ្ធផលចុះលទ្ធផលរបស់វានៅពេលដែលយើងដំណើរការជា title របស់វាបង្ហាញនៅខាងលើនេះគេដាក់ថា HTML Content Support ហើយបន្តមកទៀតយើងឃើញ heading 1របស់យើងគេដាក់ welcome to my website ហើយបន្តមកទៀតយើងឃើញ paragraph របស់យើងគេថា this is a paragraph on the web page ហើយពីបន្ទាត់មកនេះគឺអត់ត្រូវបានបង្ហាញទេដោយសារវាជា comment ហើយបន្ទាត់ section ហ្នឹងក៏អត់ this is a comment នេះក៏អត់ដែរអូខេអញ្ចឹងសម្រាប់មកវិញទៅគឺ comment គឺជាពាក្យអត្ថាធិប្បាយឬក៏ពាក្យ note ចំណាំនៅក្នុង code របស់យើងចុះពេលដែលយើងសរសេរ code ច្រើនអ្នកនរគ្នាត្រូវការ note ដើម្បីចំណាំថាកន្លែងហ្នឹងគឺគេប្រើសម្រាប់ធ្វើអីណាអញ្ចឹងអ្នកផ្សេងមកមើលពីក្រោយយើងក៏ងាយយល់យើងមកមើលវិញក៏ងាយយល់ដែរណាអូខេឥឡូវយើងមកមើល code របស់យើងអញ្ចឹង code គឺអត់ខុសអីពីអ្វីដែលខ្ញុំបង្ហាញអ្នកនរគ្នានៅលើសភៅមិញដែរណាគ្រាន់ថាអ្នកនរគ្នាធ្វើការសរសេរ code នឹងរួចរាល់អញ្ចឹងអ្នកនរគ្នាត្រូវធ្វើការ save វាអញ្ចឹង save ខ្ញុំដាក់ថា comment.html អញ្ចឹងអ្នកនរគ្នាត្រូវសរសេរឈ្មោះនឹងដូចគ្នាឈ្មោះក្រៅពីហ្នឹងក៏បានដែរបើតែ complete កន្ទុយរបស់វាគឺ .html ដើម្បីឲ្យវាធ្វើការ run ជាមួយនឹង web browser របស់យើងណាអូខេបន្ទាប់ពីអ្នកនរគ្នាធ្វើការសរសេរហើយអញ្ចឹងអ្នកនរគ្នាមកបើក file ណាអញ្ចឹង file ហ្នឹងយើង save ទុកនៅទីតាំងណាឧទាហរណ៍ថាខ្ញុំទុកក្នុង lesson ហើយ lesson file អញ្ចឹងយើងឃើញនេះគឺ comment .html ប៉ុន្តែដោយសារតែវាអត់សូបន្ទុយនៅកន្លែងនេះទេហើយបើអ្នកនរគ្នាចង់សូបន្ទុយក៏បានដែរអ្នកនរគ្នាចូលមកកន្លែង view ណាអញ្ចឹងអ្នកនរគ្នាចុចទៅកន្លែងextension ណានេះគេថា file name extension អ្នកនរគ្នា tick មកអូខេអញ្ចឹងយើងនឹងឃើញកន្ទុយវាចេញមកហើយណា.html ហើយអ្នកនរគ្នាអាចធ្វើការបើកវាដោយម៉ៅស្ដាំហើយយើងយកពាក្យ open វាមកហើយយើងបើកតាមកម្មវិធីណាដែលអ្នកនរគ្នាចង់ធ្វើការបង្ហាញណាអូខេឧទាហរណ៍ខ្ញុំយក Google Chrome អូខេអញ្ចឹងខ្ញុំបើក Google Chrome មកអញ្ចឹងយើងឃើញនេះគឺជាលទ្ធផលដែលយើងបានរ៉ានមកអូខេអញ្ចឹងសម្រាប់វីដេអូរបស់យើងគឺមានប៉ុណ្្នឹងទេហើយបើអ្នកនរគ្នាមានជាចម្ងល់អាចធ្វើការ comment ក្នុងបានអូខេអញ្ចឹងកូដនេះគឺមានប៉ុណ្្នឹងយើងជួបគ្នានៅវីដេអូបន្ទាប់